វាជាផ្ទាំងទស្សនីយភាពថ្មីបំផុតនៅក្នុងភូមិសាស្ត្រនយោបាយសកលដែលពិភពលោកបានឃើញនៅថ្ងៃទី30ខែតុលាឆ្នាំ2025មហាអំណាចសេដ្ឋកិច្ចពីរគឺអាមេរិកនិងចិនដែលជាប់គាំងនៅក្នុងសង្គ្រាមពន្ធគយនិងបច្ចេកវិទ្យាបោះសម្ដីទាស់គ្នាតាមអាកាសឥឡូវនេះប្រែមកផ្អែមល្ហែមផ្លាស់ប្ដូរពាក្យពេចន៍យ៉ាងកក់ក្ដៅនិងការគោរពគ្នាទៅវិញទៅមកនៅក្នុងជំនួបលើកដំបូងនៅទីក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូងមិនធ្លាប់មានចាប់តាំងពីឆ្នាំ2019លោកស៊ីជីនពីងប្រធានាធិបតីចិននិងលោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកបានចាប់រលាក់ដៃប៉ះស្មាអង្អែលខ្នងមុនបណ្ដាលគ្នាត្រសងចូលទៅតុចរចាដែលលំអផ្កាភ្ញីកំដរបរិយាកាសដ៏សោមនស្សលោកដូណាល់ត្រាំបានចាប់ផ្ដើមកិច្ចសន្ទនាដោយសរសើរលោកស៊ីជីនពីងថាជាមេដឹកនាំដ៏ល្អសរសើរចិនថាជាប្រទេសដ៏ល្អហើយថាលោកស៊ីគឺជាមិត្តភក្តិរបស់លោក President Xi is a great leader of a great country and I think we're going to have a fantastic relationship for a long period of time and it's an honor to have you with us. Thank you very much. មុនប្រកុលវេទិកាទៅឲ្យលោកស៊ីលោកត្រាំបាននិយាយដោយញញឹមផងថាខ្ញុំគិតថាយើងនឹងមានទំនាក់ទំនងដ៏អស្ចារ្យក្នុងរយៈពេលយូរលោកស៊ីជីនពីងដែលមានមន្ត្រីការទូតចំណាននៅអមសងខាងបានឆ្លើយតបទៅលោកត្រាំថាខ្ញុំតែងតែជឿថាការអភិវឌ្ឍរបស់ប្រទេសចិនដើរទន្ទឹមគ្នាជាមួយនឹងចក្ខុវិស័យរបស់អាមេរិកនៅក្នុងការធ្វើឲ្យអាមេរិកអស្ចារ្យម្ដងទៀតញញឹមដាក់លោកត្រាំបន្តិចលោកស៊ីបានបន្ថែមថាប្រទេសយើងទាំងពីរអាចជួយគ្នាទៅវិញទៅមកបានយ៉ាងពេញលេញដើម្បីទទួលបានភាពជោគជ័យនិងវិបុលភាពជាមួយគ្នាបរិយាកាសដ៏ស្និទ្ធស្នាលបានបញ្ចប់ត្រឹម1ម៉ោងកន្លះដោយបានបន្ធូរបន្ថយភាពតានតឹងដែលបានធ្វើឲ្យទីផ្សារនិងខ្សែច្រវាក់ផ្គត់ផ្គង់រង្គោះរង្គើអស់រយៈពេលជាច្រើនខែមហាអំណាចសេដ្ឋកិច្ចទាំងពីរបានប៉ះទង្គិចគ្នាលើការនាំចេញរ៉ែកម្របន្ទះឈីបនិងពន្ធគយដែលប្រថុយទៅនឹងការផ្ទុះឡើងនៃសង្គ្រាមពាណិជ្ជកម្មនៅខែតុលាឆ្នាំនេះទីក្រុងប៉េកាំងបានរឹតបន្តឹងការអនុញ្ញាតការនាំចេញរ៉ែកម្រចំនួន7ប្រភេទដែលចាំបាច់សម្រាប់ឧស្សាហកម្មការពារជាតិនិងបច្ចេកវិទ្យាថាមពលស្អាតរបស់អាមេរិកជាការសងសឹកលោកត្រាំបានគម្រាមយកពន្ធ 100% ទៅលើទំនិញរបស់ចិនក៏ប៉ុន្តែយោងតាម Fox News ភាគីទាំងពីរឥឡូវនេះបានសម្របសម្រួលកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយដែលត្រូវបានគេរំពឹងថានឹងចុះហត្ថលេខានៅថ្ងៃទី30ខែតុលាជាកិច្ចព្រមព្រៀងដែលរំពឹងថានឹងឃើញប្រទេសចិនពន្យាពេលការរឹតបន្តឹងការនាំចេញរ៉ែកម្ររបស់ខ្លួនខណៈដែលអាមេរិកនឹងផ្អាកយកពន្ធថ្មីដោយស្ដារទំនាក់ទំនងពាណិជ្ជកម្មឡើងវិញដូចមុនពេលជាប់គាំងទោះយ៉ាងណាថាតើសុឆន្ទៈនៃភាពជាដៃគូល្អជាជាងដៃគូចំនួនរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនឹងស្ថិតស្ថេរឬអត់នោះនៅតែជាសំណួរដែលពិភពលោកពិបាកស្មានចម្លើយខ្ញុំរស់សុធាពី News Today NTTV